រឧបករណ៍អូស្ត្រាលីខ្ញុំភ័យជាងគេគឺដំណាក់កាលសម្ភារតែម្ដងរហូតដល់បានដឹងកន្លឹះមួយចំនួនណាពិសេសច្បងទើបត្រៀមខ្លួនបានប្រសើរបើអ្នកទាំងអស់គ្នាស្ថិតនៅក្នុងស្ថានភាពនេះដែរវីដេអូនេះគឺសម្រាប់អ្នកទាំងអស់គ្នាខំថាកន្លឹះមួយចំនួនពីនិស្សិតអាហារូបករណ៍ Australia Awards នឹងជួយអ្នកទាំងអស់គ្នាត្រៀមខ្លួនឲ្យកាន់តែប្រសើរខ្ញុំមាន tip មួយសម្រាប់មុនពេលសម្ភាសគឺយើងត្រូវវឹកហាត់យ៉ាងតិចណាស់ឲ្យបាន2ទៅ3ដងជាមួយអ្នកដែលយើងស្គាល់ឬក៏រៀមច្បងរបស់យើងដើម្បីកាត់បន្ថយភាពភ័យក៏ដូចជាបង្កើនភាពជឿជាក់របស់យើង tip មួយដែលខ្ញុំប្រើនៅក្នុងពេលដែលខ្ញុំសម្ភាសគឺ STAR method STAR គឺនិយាយអំពី situation S task T A action ហើយ O result ចឹងនៅពេលដែលយើងឆ្លើយបែបនេះគណៈកម្មការគាត់អាចនឹងងាយចាប់បាននៅអ្វីដែលយើងធ្លាប់បានធ្វើកន្លងមកចំណុចមួយនៅក្នុងចំណុចចេញដែលខ្ញុំបានប្រើនៅពេលដែលខ្ញុំសម្ភាសនោះគឺខ្ញុំអនុវត្តហើយនឹងឆ្លុះបញ្ចាំងការអនុវត្តនិងឆ្លុះបញ្ចាំងហ្នឹងគឺមានន័យថាមិនសម្រាប់ខ្ញុំគឺមានន័យថាយើងព្យាយាមយកពាក្យដែលយើងបានសរសេរហ្នឹងយកមករៀបចំហើយយើងអនុវត្តនៅក្នុងការឆ្លើយសំណួរយើងអាចរកអ្នកដែលជាមិត្តភក្តិយើងឬក៏នរណាក៏បានដែរមកសួរយើងហើយយើងអនុវត្តខ្លួនឯងដើម្បីឲ្យយើងមានអារម្មណ៍ថាមានទំនុកចិត្តនៅក្នុងការឆ្លើយសំណួរទាំងអស់ហ្នឹងនៅពេលដែលយើងសម្ភាសជាក់ស្ដែងសម្រាប់ខ្ញុំផ្ទាល់ចំណុចដែលសំខាន់នៅក្នុងពេលសម្ភាសគឺការបញ្ចេញឲ្យអស់ពីសមត្ថភាពរបស់ខ្លួនឯងដើម្បីបង្ហាញអំពីបទពិសោធន៍ការសិក្សាបទពិសោធន៍ការងារដែលជួយអភិវឌ្ឍសហគមន៍ក៏ដូចជាផែនការទៅថ្ងៃអនាគតនៅក្នុងការចូលរួមអភិវឌ្ឍសហគមន៍គឺថាកលិះក្នុងការសម្ភាសគឺធ្វើជាខ្លួនយើងទោះបីជាយើងភ័យក៏ដោយភ័យក៏ភ័យទៅកុំខំប្រឹងទប់ក្នុងខ្លួនអ្នក interview យើងនឹងលើកទឹកចិត្តយើងហើយយោគយល់យើងសំខាន់យើងជាខ្លួនយើងភ័យបង្ហាញគាត់ថាភ័យហើយសុំសម្រាប់បន្តិចឬក៏ញ៉ាំទឹកបន្តិចហើយចាំបន្តទៀតខ្ញុំគិតថាទម្រាំទៅដល់វគ្គសម្ភាសវាអាចចាត់ទុកថាជាការជោគជ័យមួយផ្នែកហើយមានថាគណៈកម្មការបានមើលទៅកាន់ពាក្យរបស់យើងហើយគាត់ចាប់អារម្មណ៍ទៅលើអ្វីដែលយើងបានសរសេរក៏ដូចជាផែនការអនាគតរបស់យើងអញ្ចឹងខ្ញុំគិតថា tip សំខាន់ហ្នឹងគឺយើងនិយាយអ្វីដែលចេញពីចិត្តរបស់យើងកំឡុងពេល interview ហើយមានន័យថាជាពេលមួយដែលយើងអាចបកស្រាយបន្ថែមអ្វីដែលយើងបានសរសេរអញ្ចឹងសម្រាប់គ្នាយើងដែលធៀមវគ្គសម្ភាសខ្ញុំគិតថាគ្នាយើងគួរតែរៀបចំចម្លើយរបស់យើងក្នុងសំណួរមួយហ្នឹងណាឲ្យមានជាចំណុចសំខាន់យើងចង់ប្រាប់គាត់អីគេហើយបន្ទាប់មកយើងព្យាយាមប្រាប់គាត់ថាតើសាច់រឿងរបស់យើងរឿងរ៉ាវក្នុងជីវិតរបស់យើងណាវាមានការភ្ជាប់គ្នាអីជាមួយទៅនឹងចំណុចដែលយើងចង់ប្រាប់គាត់ហ្នឹងណាអញ្ចឹងពេលដែលយើងប្រាប់គាត់បែបជាសាច់រឿងអញ្ចឹងទៅគាត់យល់យើងច្រើនជាងព្រោះការសម្ភាសគឺជាការសន្ទនារវាងយើងហើយជាមួយអ្នកដែលគាត់សម្ភាសយើងណាហើយចុងក្រោយកុំឲ្យវាបែកទៅវែងឆ្ងាយកុំភ្លេចត្រូវមានការសង្ខេបឡើងវិញផងថាតើយើងចង់ប្រាប់អីគេទៅពួកគាត់ព្រោះជាងការពេលដែលយើងនិយាយលើសពី3នាទីទៅអ្នកស្ដាប់របស់យើងគាត់ភ្លេចបាត់ឯថាតើយើងចង់មានជាចំណុចសំខាន់ដែលយើងចង់ប្រាប់គាត់ហ្នឹងពីអីគេអញ្ចឹងចាប់ផ្ដើមពីចំណុចសំខាន់វាបកពីសាច់រឿងហើយចុងក្រោយកុំភ្លេចឲ្យវាមានការភ្ជាប់គ្នាហើយសង្ខេបប្រាប់គាត់ឡើងវិញផងអរគុណខ្ញុំជឿថាអ្នកទាំងអស់គ្នាកុំដាក់សម្ពាធខ្លួនឯងខ្លាំងពេកនៅក្នុងពេលចូលក្នុងកិច្ចសម្ភាសហ្នឹងព្រោះខ្ញុំជឿថាបុគ្គលមួយចំនួនគាត់មានសមត្ថភាពគ្រប់គ្រាន់គាត់មានបទពិសោធន៍ក្នុងការចែករំលែកច្រើនហើយប៉ុន្តែដោយសារតែគាត់ភ័យពេកគាត់អាចបញ្ចេញពីសមត្ថភាពរបស់ពួកគាត់នៅក្នុងពេលដែលក្នុងកិច្ចសម្ភាសហ្នឹងណាអញ្ចឹងព្យាយាមកុំដាក់សម្ពាធខ្លួនឯងខ្លាំងពេកហើយព្យាយាមបង្ហាញពីអ្វីដែលខ្លួនឯងមាននៅក្នុងកិច្ចសម្ភាសហ្នឹងប៉ុន្តែអ្នកទាំងអស់គ្នាមកដល់ដំណាក់កាលនេះហើយឆ្លងផុតដំណាក់កាលនៃការសរសេរដ៏លំបាកមកដល់ដំណាក់កាលចុងក្រោយនៃកិច្ចសម្ភាសហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាអាចធ្វើបាន